ហើយអ្វីបានជាភាគច្រើនគេបាញ់មីស៊ីលតែនៅពេលយប់ច្រើនជាងពេលថ្ងៃនៅក្នុងសង្គ្រាមជាច្រើននៅពេលបច្ចុប្បន្ននេះមិនថានៅក្នុងសង្គ្រាមអ៊ុយក្រែនរុស្ស៊ីឬក៏សង្គ្រាមនៅតំបន់កាហ្សាហើយនឹងថ្មីនេះសង្គ្រាមរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់យើងតែងតែសង្កេតឃើញថាការវាយប្រហារដោយមីស៊ីលភាគច្រើនគឺកើតឡើងតែពេលយប់តែប៉ុណ្ណោះតើលោកអ្នកដែលឆ្ងល់ទេថាហេតុអ្វីបានជាភាគច្រើនគេវាយគ្នាតែពេលយប់នៅក្នុងថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីហេតុផលមួយចំនួនថាហេតុអ្វីបានជាភាគច្រើនការបាញ់មីស៊ីលកើតឡើងតែនៅពេលយប់ហើយក៏សូមជម្រាបផងដែរថាការបាញ់មីស៊ីលនៅពេលយប់នេះមិនមែនធ្វើឡើងតែចិត្តទេផ្ទុយទៅវិញវាឆ្លុះបញ្ចាំងអំពីការរួមបញ្ចូលគ្នានៃកលល្បិចបច្ចេកវិទ្យានិងផ្លូវចិត្តផងដែរដើម្បីឲ្យធានាថាការវាយប្រហារទទួលបានជោគជ័យមូលហេតុចម្បង4ដែលនាំឲ្យការវាយប្រហារដោយមីស៊ីលភាគច្រើនកើតឡើងនៅពេលយប់នោះគឺទី1វាអាចកាត់បន្ថយសមត្ថភាពប្រព័ន្ធតាមដានក៏ដូចជាងាយស្រួលគេចពីរ៉ាដានិងប្រព័ន្ធតាមដានកម្ដៅមីស៊ីលបើទោះបីជាប្រទេសជាច្រើនមានលទ្ធភាពប្រើប្រាស់ប្រព័ន្ធតាមដាននៅពេលយប់ក៏ដោយក៏ការបាញ់មីស៊ីលស្ថិតនៅក្រោមការបិទបាំងនៃភាពងងឹតដែលវាអាចជួយកាត់បន្ថយប្រសិទ្ធភាពនៃការតាមដានហើយធ្វើឲ្យផ្លូវហោះហើររបស់មីស៊ីលកាន់តែពិបាកនៅក្នុងការចាប់សញ្ញាបើយើងយោងទៅតាមលោក Justin Brook ដែលជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Royal United Service បានឲ្យដឹងថាភាពងងឹតបានផ្ដល់នូវស្រទាប់បំបងកាយធម្មជាតិដែលវាធ្វើឲ្យអ្នកសង្កេតការមនុស្សក៏ដូចជាប្រព័ន្ធរ៉ាដាមួយចំនួនពិបាកនៅក្នុងការកំណត់អត្តសញ្ញាណហើយឆ្លើយតបបានទាន់ពេលវេលាចំពោះការបង្ហោះមីស៊ីលហើយបើទោះបីជាប្រព័ន្ធរ៉ាដានិងផ្កាយរណបដំណើរការ24ម៉ោងលើ24ម៉ោងក៏ដោយសីតុណ្ហភាពត្រជាក់នៅពេលយប់នៅតែអាចជួយបិទបាំងសញ្ញារលកកម្ដៅនៃមីស៊ីលគួរជម្រាបជូនផងដែរថានៅពេលដែលគេបាញ់មីស៊ីលចេញទៅមីស៊ីលបញ្ចេញនៅរលកកម្ដៅហើយរលកកម្ដៅនេះឯងដែលធ្វើឲ្យប្រព័ន្ធតាមដានអាចកំណត់អត្តសញ្ញាណវាបាននេះមានន័យថាបើយប់កាន់តែត្រជាក់នោះរលកកម្ដៅនៃមីស៊ីលនឹងត្រូវបានកាត់បន្ថយមិនថាតិចឬក៏ច្រើនទេវាអាចជួយមីស៊ីលនៅក្នុងការបញ្ជៀសខ្លួនពីប្រព័ន្ធតាមដានបានខ្លះដែរហេតុផលទី2គឺវាពន្យាពេលនៃការឆ្លើយតបរបស់សត្រូវនិងកាត់បន្ថយគ្រោះថ្នាក់ចំពោះជនស៊ីវិលបើយោងទៅតាមសារព័ត៌មាន Al Jazeera បានបញ្ជាក់ថាការវាយប្រហារនៅពេលយប់អាចជួយកាត់បន្ថយនៅសមត្ថភាពឆ្លើយតបរបស់សត្រូវហើយអ្នកដែលគាត់រៀបចំផែនការនិងដឹកនាំយោធាទំនងជាមិនសូវត្រៀមខ្លួនរួចរាល់ទេដែលអាចពន្យាពេលនៅក្នុងការឆ្លើយតបបើទោះបីជាការឆ្លើយតបយឺតយ៉ាវពី3នាទីក៏ដោយគឺវាមានតម្លៃខ្លាំងណាស់នៅក្នុងកំឡុងពេលធ្វើសង្គ្រាមបន្ថែមពីលើនេះទៀតផងដែរការវាយប្រហារមីស៊ីលនៅពេលយប់វាអាចជួយបញ្ជៀសការភ័យស្លន់ស្លោនៅក្នុងចំណោមប្រជាជនទូទៅផងដែរហើយវាអាចកាត់បន្ថយចំនួននៃការស្លាប់របស់ជនស៊ីវិលពីព្រោះថានៅពេលយប់សកម្មភាពសាធារណៈផ្សេងៗត្រូវបានកាត់បន្ថយជាឧទាហរណ៍ជាក់ស្ដែងអំឡុងពេលនៃចំនួនរវាងអ៊ីស្រាអែលជាមួយនឹងក្រុមហាម៉ាស់ដែលវាយប្រហារគ្នានៅក្នុងឆ្នាំ2023នៅតំបន់កាហ្សាការបាញ់ប្រហារដោយមីស៊ីលច្រើនតែកើតឡើងនៅចន្លោះម៉ោង10យប់ដល់ម៉ោង4ភ្លឺដែលជាពេលវេលាដែលភាគច្រើនជនស៊ីវិលគាត់ស្នាក់នៅក្នុងផ្ទះមិនចេញទៅខាងណាហេតុផលទី3គឺជាសង្គ្រាមផ្លូវចិត្តការវាយប្រហារនៅពេលយប់ក៏ជាយុទ្ធសាស្ត្រនៃសង្គ្រាមផងដែរដែលគេធ្វើសង្គ្រាមផ្លូវចិត្តហើយការភ័យខ្លាចនៃការផ្ទុះអាវុធភ្លាមៗនៅពេលយប់វាបង្កើននូវភាពតានតឹងទាំងក្នុងចំណោមជនស៊ីវិលនិងទាហានបើយោងទៅតាមការលើកឡើងរបស់វីរៈសេនីយ៍ឯកមួយរូបដែលជាមន្ត្រីចូលនិវត្តន៍ផ្នែកកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកផ្ដល់ជូនទៅសារព័ត៌មាន CNN គឺលោក Cedric Lecton បាននិយាយថាការកេងមិនលក់និងការភ័យខ្លាចឥតឈប់ឈរបានបំផ្លាញភាពធន់ខាងផ្លូវចិត្តរបស់សត្រូវហើយវាមិនគ្រាន់តែនិយាយអំពីការខូចខាតនោះទេវាក៏ពាក់ព័ន្ធនឹងភាពនឿយហត់អស់កម្លាំងការជ្រួលច្របល់និងការភ័យស្លន់ស្លោផងដែរជារួមមកការវាយប្រហារដោយមីស៊ីលនៅពេលយប់មិនមែនជារឿងចៃដន្យនោះទេប៉ុន្តែវាគឺជាលទ្ធផលនៃការធ្វើផែនការយុទ្ធសាស្ត្រដែលប្រកបដោយភាពជាក់លាក់ហើយប្រតិបត្តិការនៅពេលយប់ប្រៀបបានទៅនឹងការប្រើរនាំងបំបាំងកាយកាត់បន្ថយហានិភ័យនៃការវិបកនិងបង្កើនផលប៉ះពាល់ផ្លូវចិត្តចំពោះសត្រូវសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀតសូមអរគុណ